ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះសូមជូនព័ត៌មានប្រចាំថ្ងៃកម្ពុជាត្រៀមចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយស្វីសដើម្បីពង្រីកទីផ្សារយោងតាមប្រភពព័ត៌មានពីគេហទំព័រថ្មីនៅថ្ងៃអង្គារទី3ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 9:29 នាទីយប់បច្ចុប្បន្នក្រសួងពាណិជ្ជកម្មបានបញ្ចប់ទាំងស្រុងនៅការសិក្សាសមិទ្ធលទ្ធភាពដើម្បីជំរុញដល់ការបង្កើតការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជាស្វីសបើតាមលោកប៉ែនសុវិជាតិអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មការសិក្សាសមិទ្ធលទ្ធភាពឈានការចរចាពាណិជ្ជកម្មទ្វេភាគីគឺគាំទ្រដោយកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក WTO ការពង្រឹងទីផ្សារចាស់និងពង្រីកទីផ្សារថ្មីជាការងារអាទិភាពរបស់ក្រសួងពាណិជ្ជកម្មបើទោះជាទីផ្សារថ្មីកម្ពុជាបានទំនិញតែប៉ុន្មានមុខឬក៏បានកិច្ចប្រតិបត្តិការតែមួយឬពីរក្តីក៏ប៉ុន្តែក្រសួងពាណិជ្ជកម្មនឹងបញ្ជ្រាបនៅទំនិញសក្តានុពលរបស់ខ្លួនរួមមានសម្លៀកបំពាក់ស្បែកជើងសម្ភារៈធ្វើដំណើរកាបូបនិងសម្ភារៈយន្តជាដើមទៅដល់ទីផ្សារនោះលោកប៉ែនសុវិជាតិអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីនៅថ្ងៃមកបើយើងលែងមាន EBA គឺយើងនឹងមានប្រព័ន្ធពន្ធទ្វេភាគីនេះអញ្ចឹងហើយសម្លៀកបំពាក់ស្បែកជើងសម្ភារៈធ្វើដំណើរកាបូបសម្ភារៈយន្តនិងផលិតផលកសិកម្មរបស់យើងនឹងទៅដល់ទីផ្សារថ្មីនោះនេះជាការជំរុញបើកទីផ្សារថ្មីមួយរបស់កម្ពុជាទន្ទឹមនឹងនេះការចរចាជាមួយស្វីសក៏មានកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មដែលអាចបើកផ្លូវដល់ការប្រើប្រាស់និងទទួលយកសេវាកម្មក៏ដោយការជំរុញការនាំចេញសេវាកម្មដល់ទីផ្សារថ្មីនេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកិច្ចការដែលពាក់ព័ន្ធនឹងសេវាគឺសំខាន់ណាស់នាពេលបច្ចុប្បន្ននិងអនាគតលោកប៉ែនសុវិជាតិបានបញ្យល់ថាក្នុងសម័យកាលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កូនខ្មែរយើងអាចមានលទ្ធភាពបង្កើតនៅកម្មវិធីផ្សេងបម្រើសេវាកម្មសម្រាប់ការងារបច្ចេកវិទ្យានឹងដល់បរទេសក្នុងតម្លៃមួយដែលអាចទទួលយកបានដូច្នេះយើងអាចនាំចេញសេវានឹងព្រោះក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវារបស់យើងក្រោមអង្គការពាណិជ្ជកម្មពិភពលោកយើងក៏មានការបដិញ្ញាក្នុងការបើកទីផ្សារទូលំទូលាយមួយដែរសម្រាប់ប្រទេសផ្សេងៗក្នុងពិភពលោកកន្លងមកប្រទេសស្វីសធ្លាប់ផ្ដល់កិច្ចសហប្រតិបត្តិការច្រើនណាស់ដល់កម្ពុជាក្នុងវិស័យពាណិជ្ជកម្មហើយក៏ជាដៃគូសំខាន់ក្នុងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្មដែលនាំកម្ពុជាទៅក្នុងតំបន់និងសកលលោកប៉ែនសុវិជាតិបន្តនិយាយដោយជឿជាក់ថាស្វីសអាចនឹងផ្ដល់កិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងវិស័យពាណិជ្ជកម្មទាក់ទងនឹងការបណ្ដុះបណ្ដាលនិងកម្មសិទ្ធិបញ្ញាដើម្បីឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលរំពឹងអាចសម្រេចបាននៅថ្ងៃខាងមុខក្រៅពីស្វីសក្រសួងពាណិជ្ជកម្មក៏ខិតខំជំរុញអនុសារណៈនៃការយោគយល់គ្នា MOU ស្ដីពីទិវាពាណិជ្ជកម្មនិងវិនិយោគជាមួយប្រទេសអង់គ្លេសផងដែរ MOU នេះគឺជាកាលានុវត្តភាពខ្ពស់មួយសម្រាប់ការជំរុញកិច្ចលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជាអង់គ្លេសនិងការទាញយកអត្ថប្រយោជន៍ពីគម្រោងពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអាងដូចនេះគម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជាច្រើននៅពេលដែលកម្ពុជាចាកចេញពីឋានៈប្រទេសកំពុងអភិវឌ្ឍតិចតួចគឺយើងនៅតែបន្តនៅការប្រើប្រាស់ការអនុវត្តគម្រោងពាណិជ្ជកម្មក្នុងការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអង់គ្លេសរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបន្តរៀបរាប់ថាចំពោះសាធារណរដ្ឋទូគីក្រសួងពាណិជ្ជកម្មបានជំរុញនិងរៀបចំកិច្ចប្រជុំលើកទី4នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជាទូគីដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការនេះគឺរួមទាំងពាណិជ្ជកម្មសេវាវិនិយោគកសិកម្មរុក្ខាប្រមាញ់នេសាទនិងវិស័យអាកាសចរណ៍ស៊ីវិលជាដើមលោកប៉ែនសុវិជាតិបញ្ជាក់យ៉ាងខ្លីថាសាធារណរដ្ឋទូគីគឺជាច្រកទ្វាររវាងយើងនិងអាចបើកផ្លូវបន្តទៀតទៅកាន់ប្រទេសនៃទ្វីបអាហ្វ្រិកនិងប្រទេសជិតខាងមជ្ឈិមបូព៌ាដែលជាទីផ្សាររបស់យើងជាមួយគ្នានេះដែរកម្ពុជាកំពុងចរចាសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកCPTPP ដើម្បីពង្រីកទីផ្សារផលិតផលរបស់ខ្លួនឲ្យកាន់តែធំទូលាយដែរបច្ចុប្បន្ន CPTPP មានសមាជិកសរុប12ប្រទេសរួមមានអូស្ត្រាលី ប្រូយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី មិចស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី វៀតណាមនិងប្រទេសអង់គ្លេសក្រៅពីកម្ពុជាប្រទេសចិនក៏កំពុងដាក់ពាក្យសុំចូលជាសមាជិក CPTPP ដែរដើម្បីអាចបន្ថែមសមាជិកថ្មី CPTPP បានលុះត្រាណាមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង12ប្រទេសលោកផាន់ផល្លារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំវេទិកាសាធារណៈ
ស្ដីពីម៉ាក្រូសេដ្ឋកិច្ចឆ្នាំ2026នាថ្ងៃទី2កុម្ភៈក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ថវិកាជាតិឆ្នាំ2026នាព្រឹកថ្ងៃទី2ខែកុម្ភៈលោកផាន់ផល្លាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថាយើងនឹងខិតខំចរចាបន្ថែមបើកទីផ្សារហើយឥឡូវនេះយើងកំពុងតែរៀបចំចរចាដើម្បីស្នើសុំចូលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ជាទិសដៅយើងនឹងបន្តចរចាចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗដោយធ្វើយ៉ាងណាយើងឲ្យមានទីផ្សារច្រើននាពេលអនាគតទាំងពាណិជ្ជកម្មទីផ្សារទ្វេភាគីនិងពហុភាគីគួររំលឹកថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមានស្រាប់នោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាអេមីរ៉ាត់អារ៉ាប់រួមកិច្ចព្រមព្រៀងទំនិញអាស៊ាននិងកិច្ចព្រមព្រៀងក្រោមក្របខ័ណ្ឌអាស៊ានដទៃទៀតដែលទើបសម្រេចបានក្នុងឆ្នាំ2025លោកប៉ែនសុវិជាតិបានអះអាងថាការទាញអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅវិធានដើមកំណើតទំនិញនិងប្រឹងប្រែងធ្វើយ៉ាងណារក្សាបាននូវការគោរពវិធានទាំងអស់នេះដើម្បីរក្សាទំនិញទីផ្សារប្រព័ន្ធអនុគ្រោះរបស់កម្ពុជាទាំងប្រព័ន្ធអនុគ្រោះក្រោមក្របខ័ណ្ឌសហភាពអឺរ៉ុបប្រព័ន្ធអនុគ្រោះជាឯកតោភាគីសំណាក់ប្រទេសអភិវឌ្ឍផ្សេងៗនិងប្រព័ន្ធអនុគ្រោះក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីរួមទាំងតំបន់ក្នុងក្របខ័ណ្ឌអាស៊ានកម្ពុជាបានបញ្ចប់នីតិវិធីស្នើសុំការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនិងពិធីសារចំនួន3ក្នុងនោះមានកិច្ចព្រមព្រៀងស្ដីពីក្របខ័ណ្ឌបញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ានពិធីសារនៃការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្ដីពីបំផ្លាស់ទីបុគ្គលពិធីសារទី1ស្ដីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានហុងកុងនិងពិធីសារទី2ស្ដីពីការធ្វើពាណិជ្ជកម្មបង្កើតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ានរវាងអូស្ត្រាលីនិងនូវែលសេឡង់ព្រមទាំងបញ្ចប់នៅការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកកម្ពុជានៅឆ្នាំ2005សម្រេចបានដោយជោគជ័យនៅការត្រួតពិនិត្យឡើងវិញនៅគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាដែលបានអនុវត្តពីឆ្នាំ2017ដល់ឆ្នាំ2024ទំហំពាណិជ្ជកម្មឆ្នាំ2025កម្ពុជាសម្រេចបាន 65.20 លានដុល្លារអាមេរិកកើន 17.66% ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ 31.28 លានដុល្លារកើន 16.95% និងនាំចូលមាន 33.96 លានដុល្លារកើន 18.32% អរគុណសម្រាប់ការគាំទ្រនិងតាមដានព័ត៌មានមួយនេះសូមជួយចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីបានព័ត៌មានថ្មីៗជាបន្តទៀត